កម្មវិធីនេះអត់ល្អមើលទេខ្ញុំចង់មើលគំនូរជីវចលវិញនេះកុំតន់ដោពោយើងមើលមិនតន់ចប់ទេឯនេះតែបើចាំប៉ាមើលចាប់គំនូរជីវចលខ្ញុំនឹងក៏វាចាប់ដែរបាទធំបែបនេះគឺគ្មានសុជីវធម៌ទេណាទេអត់ទេតែលេខក្នុងដៃណាស្ដាប់តាមណានឹងមែនទេនៅដៃណាស្ដាប់តាមណានឹងហើយអញ្ចឹងយើងលេខគូសពហើយទៅខ្ញុំចង់មើលគំនូរជីវចលអាយលោកចំខ្ញុំចង់មើលគំនូរជីវចលហើយខ្ញុំចង់មើលគំនូរជីវចលឲ្យបើយើងខ្ញុំចង់មើលគំនូរជីវចលអ្នកទាំងពីរធ្វើស្អីហ្នឹងហ៎ដណ្ដើមតែលេខគ្នាហ្នឹងមិនក៏អ្នកទាំងពីរគ្មានចរិតថ្លៃថ្នូរអីបន្តិចសោះស្អីគេចរិតថ្លៃថ្នូរគឺធ្វើអ្វីក៏ដោយត្រូវតែមានសម្បទានត្រូវមានសុជីវធម៌តែបើសម្បទានអត់បានមើលគំនូរជីវចលទេចេះចុះចាប់ពីពេលនេះយើងធ្វើជាអាជ្ញាកណ្ដាលចាំមើលអ្នកណាមានស្មារតីសម្បទានជាងសប្តាហ៍ក្រោយតេឡេនេះគឺឲ្យអ្នកម៉ាក់ចឹងមិនដែរស្ដាប់យោបល់នេះល្អណាស់បងច្បាស់ជាឈ្នះគេហើយมันប្រកាសឬខ្ញុំត្រូវតែសម្បទានជាងប៉ាផ្លូវមាន់ណាខ្ញុំចូលចិត្តញ៉ាំផ្លូវមាន់ណាដាក់ចូលមានតែផ្លូវមាន់ពីរទេយើងមានគ្នា3នាក់ណាដឹងទេតែខ្ញុំចូលចិត្តញ៉ាំកូនក្បាលធំអញខ្លាចថាត្រូវធ្វើសម្បទានហើយហីត្រូវហើយបើឯងមិនសម្បទានសប្តាហ៍ក្រោយតេលេជារបស់យើងហើយមិនបានទេផ្លូវមាន់នេះឲ្យលោកប៉ាក្បាលតូចចាស់យើងក៏សម្បទានដែរផ្លូវមាន់នេះគឺឲ្យឯងទេលោកប៉ាខ្ញុំមិនញ៉ាំផ្លូវមាន់នេះទេឲ្យតែប៉ាទាំងអស់តែម្ដងអញ្ចឹងត្រូវហើយខ្ញុំចូលចិត្តភាពស្រស់ស្រួលបែបនេះត្រូវហើយពូម៉ៅមកធ្វើជាភ្ញៀវផ្ទះយើងនេះជាពេលដែលអ្នកទាំងពីរបង្ហាញស្មារតីសម្បទានហើយណាអត់បញ្ហាទេខ្ញុំច្បាស់ជាធ្វើបានល្អជាងប៉ាទៅទៀតអូពូម៉ៅឆាប់មកយ៉ាងនេះហេលោកប៉ាក្បាលតូចអង្គុយទៅខ្ញុំទៅបើកទ្វារទេក្បាលធំឯងជាក្មេងការងារបើកទ្វារយកល្អទុកឲ្យប៉ាវិញហើយយើងទៅបើកខ្ញុំទៅបើកពូម៉ៅចេញចូលសុំជើញហើយពូម៉ៅអង្គុយនៅខាងនេះមកខាងនេះស្រួលខ្លួនណាស់ទេអង្គុយទីនេះវិញទីនេះត្រូវខ្យល់ស្រួលហើយមើលទូរទស្សន៍ស្រួលមើលទៀតឲ្យយើងអង្គុយខ្លួនឯងវិញមកខាងនេះពូម៉ៅផ្លែប៉ោមនេះធំឲ្យពូញ៉ាំចេះដឹងមែនពូម៉ៅអាសេរីនេះធំណាស់ឲ្យពូញ៉ាំទៅពូម៉ៅផាត់អានេះទៅកុំអីញ៉ាំអានេះទៅញ៉ាំទៅឲ្យកូនទាំងពីរអ្នកគួរសមពេកហើយអ្នកទាំងពីរអ្នកនេះគួរសមជ្រុលពេកហើយអាសេរីរបស់ខ្ញុំពូត្រូវតែញ៉ាំអត់ទេពូម៉ៅប៉ោមខ្ញុំពូត្រូវតែញ៉ាំមិនក៏អ្នកទាំងពីរចិត្តបានម្លេះផ្លែឈើនេះមានបញ្ហាអីមែនទេហ្នឹងមិនដឹងអាចទៅនេះជាចលនាបត់ពួកខ្ញុំពីដើមបោម្លេះចិត្តបានបែបនេះពួកយើងភ័យពេកហើយមិនញ៉ាំទេខ្ញុំមិនញ៉ាំជាដាច់ខាតខ្ញុំទៅផ្ទះខ្ញុំវិញហើយចម្លែកមែនពូម៉ៅមិនចូលចិត្តសម្បទានទេហើយពូខ្ញុំកោហើយអាយ៉ាពូយើងក៏កោដែរវិញមិនក៏អញ្ចឹងក្រែងមិញនេះទើបញ៉ាំបាយរួចទេអីអត់ទេដើម្បីឲ្យផ្លូវមកលោកប៉ាខ្ញុំមិនទាន់បានញ៉ាំអីទេយើងក៏ចឹងដែរអ្នកទាំងពីរមិនក៏អញ្ចឹងហ៎ណែពេលនេះអ្នកណាក៏មិនបាច់សម្បទានដែរដើម្បីអ្នកទាំងពីរថ្ងៃនេះខ្ញុំធ្វើម្ហូបច្រើនណាស់លោកប៉ាក្បាលតូចញ៉ាំមុនរ៉េក្បាលធំមកញ៉ាំមុនទៅញ៉ាំមុនអត់ទេលោកប៉ាត្រូវឲ្យលោកប៉ាញ៉ាំមុនពេលនេះខ្ញុំដឹងថាសម្បទានជារឿងមួយធ្វើឲ្យសប្បាយចិត្តណាស់ត្បិតតែពួកខ្ញុំឃ្លានតែក្នុងចិត្តខ្ញុំគឺល្អណាស់បែរតែពេលនេះយើងក៏ជ្រួតជ្រាបប្តីស្រឡាញ់ក្បាលធំចំពោះយើងដែររំភើបដាស់លោកប៉ាក្បាលតូចឆាប់ញ៉ាំទៅឲ្យតែយើងញ៉ាំទៅឯងញ៉ាំមែនទេក្បាលធំបើចឹងបានដើម្បីឲ្យក្បាលធំឆាប់ញ៉ាំបាយយើងញ៉ាំមុនទៅចូលដឹងទេក្បាលធំយើងញ៉ាំមុនចូលលោកប៉ាក្បាលតូចល្អមែនពេលនេះខ្ញុំអាចញ៉ាំបាយដែរហើយព្រះអើយហើយមិនក៏អ្នកទាំងពីរនឹងដណ្ដើមគ្នាទៀតហើយអញ្ចឹងក្រែងថាសម្បទានណាល្អបានជាអ្នកទាំងពីរមិនទាន់បានធ្វើទេតេឡេសប្តាហ៍ក្រោយជារបស់ខ្ញុំតែពួកខ្ញុំក៏សម្បទានមែនណាម៉ា
ចុងភៅលេខនេះខ្ញុំច្បាស់ជាឈ្នះ ប៉ាវាឆាប់ទៅចុះឈ្មោះទៅម្ដុំយើងមានគេប្រកួតធ្វើអាហារ ម៉ាក់វាធ្វើម្ហូបជាជំនាញរបស់អូនហើយ មើលចុះខាងលើនេះថាដើម្បីលើកស្ទួយកម្រិតមនុស្សប្រុសឲ្យតែបរិបពេញវ័យចូលរួម ហើយ ទេ បង ក៏បានន័យថាផ្ទះយើងគឺមានតែបងនឹងឯង អាយ៉ាបងមកកើតទៅដឹង មិនអីទេខ្ញុំអាចបង្រៀនបងបាន លោកប៉ាក្បាលតើខំរៀនធ្វើម្ហូបពីអ្នកម៉ាក់ទៅច្បាស់ជាបានលេខ1 អឺចឹងយើងមិនខ្លាចទៅជាទេវតាចុងភៅហើយហ៎ តែខ្ញុំចង់ឲ្យប៉ាខ្ញុំធ្វើជាទេវតាចុងភៅដែរមិនអាចទេទេវតាចុងភៅច្បាស់ជាប៉ាខ្ញុំអត់ទេគឺប៉ាខ្ញុំ ឈប់បកាយទៅស្គាល់សម្លេងហៅប៉ាអញមកមីងបង្រៀនពួកគាត់ធ្វើម្ហូបចុងក្រោយចាំមើលអ្នកណាអាចធ្វើជាទេវតាចុងភៅល្អទេហ៎ ល្អខ្ញុំទៅហាប៉ាខ្ញុំសិន ផ្ទះក្តៅហើយចាប់ដាក់ប្រេងឆាគល់ហើយចាប់ឆាស្លឹក ចាការប៉ិនធ្វើម្ហូបស្រួលទេ ស្អីខ្លះទៅខ្ញុំមិនតទេ អ្នកមីងអាវអៀមឆាប់ជួយប៉ាខ្ញុំទៅមែនហើយជួយគាត់ទៅអ្នកម៉ាក់អាវអៀមក ុំភ័យអីខ្ញុំប្រាប់ម្ដងទៀតចុះ ផ្ទះក្តៅហើយដាក់ប្រេងឆាហើយនឹងដាក់គល់បន្លែមុនចាំស្លឹកចាំដាក់ក្រោយហើយដាក់អំបិលឃើញទេ អូនៅទី គឺឆាបែបនេះចាំនៅ អញ្ចឹងឆាមកចំណែកទៀតទៅអ្នកម៉ាក់អាវអៀម អញ្ចឹងបាន អេយ៉ាឲ្យឈប់ឆាទៅមកហូបពេញទឹកហើយ អោះស្ដេចកាពះពេលនេះចាំម្ហូបនឹងធ្វើយ៉ាងម៉េចហើយឬនៅហ៎ នៅតែមិនចាំ មិនក៏ចាំមិនបានអូសំណាងមានស្ដេចកាពះមិនអញ្ចឹងម្ហូបច្រើនយ៉ាងនេះខ្ជះខ្ជាយហើយ ម៉ាក់វាបង្រៀនបងធ្វើម្ហូបមួយមុខទៀតទៅ មិនបានម្ហូបនេះពូស្ដេចកាពះមិនតាន់រៀនចេះធ្វើទេលោកប៉ា ខ្ញុំឯកភាពបង្រៀនម្ហូបមួយមុខទៀតទៅម្ហូបនេះញ៉ាំច្រើនពេកហើយមិនចង់ញ៉ាំទៀតទេ លើកនេះខ្ញុំដូរវិធីបង្រៀនបានហើយពេលវេលាល្មមហើយយើងអាចយកឆ្អឹងជំនីដាក់ក្នុងឆ្នាំងហើយចាំភ្លក់មើល ប្រសើរណាស់ខ្ញុំភ្លក់មើលអូយឆ្អែតហើយទៅខ្ញុំត្រូវតែភ្លក់មើលមិនបានទេលើកនេះมันអាចឲ្យឯងភ្លក់ទេទុកឲ្យខ្ញុំភ្លក់វិញអី លោកប៉ា ព្រះអើយ លោកប៉ាឆាប់មកវិញហើយពួកយើងឆាប់ទៅមើលទៅ ខ្ញុំគ្រាន់តែចង់ដឹងថាឆ្អឹងជំនីឆ្អិនហើយនៅប៉ុណ្ណោះអ្នកទាំងពីរប៉ុណ្ណឹងបានហើយលើកនេះអ្នកទាំងពីរមានតែគ្រឿងអាហារប៉ុណ្ណឹងទេតែបង្រៀនលើកចុងក្រោយអ្នកណាមានគ្រឿងខ្ញុំបង្រៀនអ្នកនឹងហើយល្អទេ ល្អ បាវីបងធ្វើមុនទៅខ្ញុំបង្រៀនបងធ្វើត្រីបំពង បាទ ម្ហូបនឹងខ្ញុំចូលចិត្តញ៉ាំជាងគេ ចាក់ប្រេងចូលខ្ទះសិនពេលក្តៅ8ភាគចាំដាក់ត្រីបានហើយពេលនេះត្រីចម្អិនរួចហើយខ្ញុំបង្រៀនស្ដេចកាពះមួយមុខទៀតស្អែកនេះអ្នកទាំងពីរអាចយកមុខម្ហូបនេះទៅប្រកួតរៀងខ្លួនហើយ ចង់បង្រៀនខ្ញុំម្ហូបអី ស្ងោរសាច់ ខ្ញុំត្រូវតែធ្វើឲ្យឆ្ងាញ់ លោកប៉ាប្រឹងឡើង ល្អពេលនេះដាក់ស្ករ អានោះគឺជាអំបិលទេ ច្បាស់ជាប្រៃហើយឆាប់ដាក់ទឹកខ្មេះចូលទៅ បាទអីគឺស្រាទេ ហាមិនក៏អញ្ចឹងពេលនេះភ្លក់លទ្ធផលរៀនរបស់អ្នកទាំងពីរទៅចាំមើលអ្នកណាមានសង្ឃឹមធ្វើទេវតាចុងភៅភ្លក់ត្រីបំពងប៉ាក្បាលតូចមុនសិន អូត្រីបំពងលោកប៉ាពិតជាឆ្ងាញ់ណាស់ អីខ្ញុំច្បាស់ជាបានធ្វើជាទេវតាចុងភៅហើយ ភ្លក់សាច់ស្ងោរស្ដេចកាពះទៅវាជាសាច់ឆ្ងាញ់ណាស់ជាមួយប៉ាខ្ញុំធ្វើជាម្ហូបឆ្ងាញ់ជាងគេដែលខ្ញុំធ្លាប់ញ៉ាំ ពិតមែនណាកូនស្រីល្អថ្ងៃក្រោយប៉ានឹងធ្វើឲ្យញ៉ាំរាល់ថ្ងៃណាកូនណា មើលទៅប៉ាវានិងស្ដេចកាពះអាចធ្វើជាទេវតាចុងភៅហើយ ហេតុអីទៅអ្នកម៉ាក់អាវអៀម មិនថាស្នាដៃល្អឬអត់ទេឲ្យតែកូនក្នុងផ្ទះញ៉ាំសប្បាយចិត្តគឺទេវតាចុងភៅហើយ មើលទៅថ្ងៃក្រោយមិនបាច់ដណ្ដើមធ្វើទេវតាចុងភៅទេការប៉ັດពួកយើងញ៉ាំម្ហូបទេវតា